លោកសួស្តីទាំងអស់គ្នាមកជួបជាមួយខ្ញុំហើយចាំទៀតហើយតោះទៅមើលការពាក់ព័ន្ធជាមួយនឹងរឿងស្នេហាមួយដែលសារគ្នាយើងគាត់ comment មកអត់ឆាតមកក្នុង personal page របស់ខ្ញុំណាអញ្ចឹងខ្ញុំចង់ដឹងមើលថាតើណាអ្នកទាំងអស់គ្នាមិនមែនថាគ្នាយើងតិចតួចទេខ្ញុំឆ្លើយតបអត់អស់ទេអ្នកហើយខ្ញុំក៏បាន set up ចំពោះ auto reply ខ្ញុំអត់មានការមើលការផ្ទាល់ខ្លួនទេហើយខ្ញុំក៏បានឆ្លើយតបបងប្អូនទាំងអស់គ្នាបានគ្រប់គ្នាដែរហើយពិសេសគឺបងប្អូនឆាតមកច្រើនរាប់រយនាក់អញ្ចឹងខ្ញុំអាចឆ្លើយតបបានទាំងអស់គ្នាទេអញ្ចឹងសូមអភ័យទោសផងណាហើយបងប្អូនគិតថាវីដេអូរបស់ខ្ញុំរាល់ការមើលរបស់ខ្ញុំគឺត្រឹមត្រូវក៏ជួយ support តាមរយៈ share ចែក like ក៏បានដែរទោះបីជាបងប្អូនមិន support តាមរយៈ ABA ក៏ដោយក៏វាជាគុណបុណ្យហើយណាអរគុណច្រើនដើម្បីអាចដឹងដល់អ្នកដែរគួរដឹងណាអូខេតោះទៅមើលថាតើណាពី Oracle Love មានអ្វីដែលចង់ឲ្យអ្នកទាំងអស់គ្នាដឹងឮណាឬក៏មានអត្ថប្រយោជន៍អ្វីពីរឿងរ៉ាវស្នេហារបស់អ្នកទាំងអស់គ្នាណាព្រោះនៅក្នុងនេះខ្ញុំឃើញពាក់ព័ន្ធជាមួយនឹងអត្ថប្រយោជន៍ស្នេហាហើយអ្នកទាំងអស់គ្នាភាគច្រើនគឺ comment ឆាតមកហ្នឹងគឺពាក់ព័ន្ធគាត់ចង់ដឹងចម្លើយណាគាត់ចង់ដឹងថាខ្ញុំមានមើលពាក់ព័ន្ធជាមួយនឹងរឿងស្នេហាផ្ទាល់ខ្លួនអត់ខ្ញុំមានមើលទេអញ្ចឹងអូខេឥឡូវយើងទៅមើលជារួមតែម្ដងបើសិនមកអ្នកឃើញវីដេអូខ្ញុំហើយដឹងថាខ្ញុំមើលអីអញ្ចឹង complete អធិដ្ឋាន1វិនាទីគិតដល់រឿងដែលយើងចង់ដឹងណាអូខេតោះទៅមើល Wow trust នៅក្នុងនេះឥឡូវនេះអ្នកនរគ្នានៅក្នុងនេះគឺបានថាក្នុងស្ថានភាពឥឡូវនេះតែម្ដងអ្នកមួយចំនួនត្រូវបានណាស្នេហានិយាយរួមគឺត្រូវបានដង្ហើយដកស្នេហាគឺការពិតមួយចំនួននឹងត្រូវបានលាតត្រដាងពិសេសគឺពាក់ព័ន្ធជាមួយនឹងអារម្មណ៍ពិតរបស់អ្នកនរគ្នានិស័យកំពុងតែដង្ហើយអ្នកឲ្យជួបស្នេហាពិតមួយប៉ុន្តែមុនពេលដែលជួបគ្នាអ្នកឲ្យត្រូវចេះរៀនបើកចិត្តស្មោះត្រង់ខ្លួនឯងជាមុនសិនហើយក៏ដូចជាបើកចិត្តនិយាយជាមួយគ្នាបានច្បាស់លាស់ណាកុំឲ្យធម្មតាមុនពេលដែលចាប់ផ្ដើមត្រូវនិយាយគ្នាច្បាស់លាស់ហើយដំណាក់កាលបន្តទៀតប្រសិនបើណាខុសពីអ្វីបានធ្លាប់និយាយគ្នាគឺភាគីម្ខាងទៀតអាចមានសិទ្ធិដើរចេញដោយមិនបាច់ខ្លាចក្រែងព្រោះអីយើងបាននិយាយគ្នារួចហើយអញ្ចឹងគ្រប់ការសន្យាគ្រប់ពាក្យសម្ដីគឺយើងជាមនុស្សធំហើយយើងត្រូវហ៊ាននិយាយណាហ៊ានធ្វើហ៊ានទទួលខុសត្រូវណាទើបយើងជាមនុស្សម្នាក់ដែលអាចឲ្យភាគីម្ខាងទៀតដៃគូរបស់យើងហ្នឹងណាអាចទទួលស្គាល់យើងគ្នាទៅវិញទៅមកក្នុងន័យមួយយូរអង្វែងប្រសិនបើយើងចំណាយពេលវេលាដដែលនៅក្នុងការចាប់ផ្ដើមជាមួយនរណាម្នាក់វាខាត់ពេលវេលាខាត់ចិត្តណាតម្រាំព្យាបាលរបស់ផ្លូវចិត្តជាមិនងាយទេណាអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាដែលឃើញវីដេអូនេះមិនថាភាគីយ៉ាងណាទេយើងត្រូវចេះនិយាយគ្នានៅក្នុងនេះអាចថាអ្នកនរគ្នានឹងដល់ពេលវេលាដែលជួបនរណាម្នាក់ដែលស្រឡាញ់អ្នកនរគ្នាដែលស្មោះត្រង់ប៉ុន្តែនៅក្នុងនេះវាហាក់បីដូចជាមាននិស័យមានចំណងមួយដែលសារ fate បានថាវាសនានាំអ្នកទាំងពីរឲ្យមកជួបគ្នាមិនមែនជួបដោយចៃដន្យទេគឺជួបដោយវាសនាជាអ្នករៀបចំឲ្យណាខ្ញុំក៏ចង់បានស្នេហាមួយដែរវាសនារៀបចំឲ្យប៉ុន្តែអ្វីដែលវាសនារៀបចំឲ្យខ្ញុំគឺស្នេហារង្វង់គ្រួសារខ្ញុំណាវ៉ាវទៀតអ្នកនរគ្នានៅតែពាក់ព័ន្ធជាមួយនឹងអតិថិពេលវេលាដែលនឹងនាំអ្នកនរគ្នាជួបគ្នានៅក្នុងជីវិតស្នេហានេះគឺដូចខ្ញុំនិយាយអញ្ចឹងណាអ្វីដែលល្អបំផុតកំពុងរងចាំអ្នកនរគ្នាគឺជាពេលវេលាដែលស័ក្តិសមណានោះទេវតានឹងបញ្ជូនមនុស្សម្នាក់ដែលមាននិស្ស័យក្នុងអ្នកជាមួយអ្នកនរគ្នាហ្នឹងនៅក្នុងនេះគឺអាទិទេពនឹងបញ្ជូនស្នេហាមួយដែលស័ក្តិសមមកដល់អ្នកនរគ្នានោះម្នាក់ដែលមាននិស្ស័យពិតប្រាកដជាមួយនឹងអ្នកនរគ្នានៅក្នុងពេលនេះណាពេលបន្តិចទៀតនេះបើសិនជាអ្នកនរគ្នាអត់ទាន់ជួបវ៉ាវរីតិចអ្នកនរគ្នានៅសិតសឹងពាក់ព័ន្ធជាមួយនឹងដៃគូតែម្ដងអាចថាអ្នកនរគ្នាអាចថាដល់ពេលវេលាផ្ដាច់ខ្លួនចេញពីពិភពលោកមួយដែលស្ពេចស្ពិលហើយចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនឯងព្យាបាលខ្លួនឯងដោយចំណងនៅស្នេហាថ្មីក៏ថាបានសម្រាប់អ្នកមួយចំនួនគឺជាស្នេហាមួយដែលនិស្ស័យនាំអ្នកទាំងពីរឲ្យជួបគ្នាប៉ុន្តែណាវាបំពេញឲ្យគ្នាដោយអ្នកផ្ដាច់ចេញពីតំណែងដែលអវិជ្ជមានណាទើបអ្នកអាចជួបនរម្នាក់ដែលជាគូពិតប្រាកដណាប្រសិនបើអ្នកត្រាំត្រែងជាមួយនឹងតំណែងណាមួយដែលមានរយៈពេលយូរខែឆ្នាំហើយតែអត់ទៅមុខណានៅធ្វើរឿងដដែលឈឺចាប់ដដែលសូមដើរចេញណានៅក្នុងនេះដល់ពេលវេលាដែលចក្រវាលប្រាប់អ្នកដើរចេញពីតំណែងណាដែលមិនពិតប្រាកដណាហើយអ្វីដែលរងចាំអ្នកនរគ្នាគឺស្នេហាដែលជាគូនិស្ស័យនឹងចូលមកជំនួសវិញ
អញ្ចឹងអាចថាដល់ពេលវេលាដែលអ្នកឲ្យត្រូវផ្ដាច់ខ្លួនចេញពីធម្មពលពួកអវិជ្ជមានដោយចាប់ដើមមកវិញស្វែងរកដៃគូដែលស័ក្តិសមណាអ្នកនរគ្នាឃើញអត់នៅក្នុងនេះគឺត្រូវដោះលែងអតីតកាលណា release យកអាចបានថាដោះលែងស្នេហាក្នុងអតីតកាលណាដើម្បីឲ្យជំរះនៅធម្មពលអវិជ្ជមានតំណែងធម្មពលអវិជ្ជមានចេញពីជីវិតរបស់អ្នកគ្នាទើបអ្នកនរគ្នាអាចទទួលយកធម្មពលដែលជាដែលវាសនារៀបចំឲ្យនៅពេលបន្ទាប់ណាអញ្ចឹងកុំមើលរំលងខ្លួនឯងអ្វីដែលអ្នកត្រូវដឹងណាគឺអ្នកនរគ្នាជាមនុស្សម្នាក់ដែលណាអាចថាអ្នកខ្លះគឺបានទទួលស្គាល់អ្នកនរគ្នាអាចគ្រួសារណែនាំឲ្យស្គាល់គ្នាណាមានអត្ថប្រយោជន៍ពីគ្រួសារអ្នកខ្លះអាចថាស្គាល់គ្នាមានអត្ថប្រយោជន៍គូជីវិតរបស់អ្នកគ្នាអាចថាតំណផលប្រយោជន៍ក្រុមគ្រួសារណាឬក៏ប្រសិនបើចង់បានជីវិតស្នេហាមួយដែលសម្បកបត្រូវរៀនដោះលែងធម្មពលអវិជ្ជមានបែបខ្ញុំនិយាយចឹងឬក៏អត់អោនឲ្យនរណាម្នាក់ដែលធ្វើឲ្យជឿចាប់ជាមុនសិនណានៅក្នុងនេះវាអាចថាជាចាស់ទុំដែលដឹកនាំអ្នកនរគ្នានឹងឲ្យជួបដៃគូជីវិតរបស់យើងកន្លងមកប៉ុន្តែដៃគូខ្លះដែលក្រុមគ្រួសារណែនាំមកបែរជាធ្វើឲ្យអ្នកនរគ្នាឈឺចាប់ខកបំណងអញ្ចឹងត្រូវអាហោសកម្មឲ្យពួកគាត់ណាដើម្បីដោះលែងខ្លួនឯងចេញណាត្រូវអាហោសកម្មឲ្យពួកគាត់អញ្ចឹងចាប់ដើមឡើងវិញព្រោះនៅក្នុងជីវិតរបស់យើងមិនមែនរងចាំណាអ្វីដែលដដែលទេនៅក្នុងនេះ wedding អ្នកនរគ្នាអាចថាបន្ទាប់ពីអ្នកនរគ្នាលើកលែងទុកកំហុសឲ្យនរណាម្នាក់ដែលបានធ្វើខុសឬក៏ដូចខ្ញុំនិយាយទៅសិនបានអ្នកនរគ្នាមានតំណែងស្នេហាមួយដែលដឹកនាំដល់គ្រួសារហើយបែរជាខុសបំណងណាអាហោសកម្មឲ្យពួកគាត់ទៅអ្នកនរអាចជួបគូពិតប្រាកដហើយនៅក្នុងពេលឥឡូវនេះអាចថាពាក់ព័ន្ធជាមួយនឹងជីវិតគូមនុស្សដែលនឹងចូលមកដល់ពេលបន្ទាប់នេះគឺជាមនុស្សម្នាក់ដែរនិស័យនាំមកឲ្យវាសនានាំមកឲ្យហើយទេវតានឹងចាត់ចែងនៅពេលវេលាដែលស័ក្តិសមគឺពេលណាដែលអ្នកអាចកាត់ផ្ដាច់ពីអតីតកាលជំរះបន្តសង្ស័យក្នុងចិត្តក្នុងបេះដូងណាអាហោសកម្មឲ្យមនុស្សដែលធ្វើខុសចំពោះអ្នកនរគ្នាទៅអ្នកអាចជួបគូមួយដែលអាចរួមដំណើរជីវិតរៀបការដល់ថ្ងៃស្លាប់នេះវាអាចថាបានបែបហ្នឹងអញ្ចឹងនេះអ្នកនរគ្នាទាំងអាចស័ក្តិសមនឹងទទួលបានអ្វីមួយនេះ you all love បន្តបានថាអ្នកនរគ្នាស័ក្តិសមនឹងទទួលបាននៅអ្វីដែលល្អប្រសើរណាអ្នកនរគ្នាស័ក្តិសមទទួលបាននៅក្តីស្រឡាញ់មួយដែលបរិសុទ្ធនៅក្នុងនេះត្រាស់នេះស្នេហានេះហើយអ្នកនរគ្នាស័ក្តិសមទទួលបានស្នេហាដែលទេវតាប្រទានឲ្យអ្នកខ្លះអាចថាជាប់ចម្ពាក់ជាមួយនឹងស្នេហាមួយចំនួនដែលពឹងផ្អែកណាលុះត្រាតែគេផ្អែមល្ហែមដាក់អ្នកនរគ្នាទៅអ្នកផ្អែមល្ហែមដាក់គេវិញឬក៏ភាគីម្ខាងទៀតលុះត្រាតែអ្នកគ្នាយកចិត្តទុកដាក់លើគេយកចិត្តដាក់លើអ្នកគ្នាវិញណាបានស្នេហាត្រូវការពឹងផ្អែកគ្នាអញ្ចឹងណាសម្រាប់អ្នកខ្លះវាអាចថាពេលខ្លះតំណែងរបស់យើងវាតតែមានទៅមានមកស្រឡាញ់ដោយស្មារតីគ្នាហើយមុននឹងស្រឡាញ់អ្នកណាដូចខ្ញុំបាននិយាយតារាអញ្ចឹងគឺចេះស្រឡាញ់ខ្លួនឯងនៅក្នុងនេះ Oracle Love ចង់ឲ្យអ្នកចេះស្រឡាញ់ខ្លួនឯងសិនណាមុននឹងស្រឡាញ់អ្នកដទៃណាត្រូវរៀនមើលចំណុចល្អឆ្លុះបញ្ចាំងពីខ្លួនឯងជាមុនសិនទើបអ្នកមានភាពតាក់ទាញធម្មពលខាងក្រៅឲ្យចូលមកណាអញ្ចឹងនៅក្នុងនេះគឺចក្រវាលចង់ឲ្យអ្នកជំរះភាពស្រអាប់ស្ពេចពលក្នុងតំណែងមួយចំនួនដល់ងាកមកស្រឡាញ់ខ្លួនឯងណាហើយនឹងបន្តចាប់ដើមបាក់បេះដូងទទួលយកស្នេហាថ្មីដែលជានិស្ស័យទេវតាប្រទានមកឲ្យឬក៏វាសនារៀបចំមកឲ្យនឹងណាអញ្ចឹងកុំអស់សង្ឃឹមនេះ free yourself បានន័យថាអ្នកអស់មួយចំនួននៅតែឃុំឃាំងខ្លួនឯងនៅក្នុងអតីតកាលអញ្ចឹងវាដល់ពេលវេលាដែលអ្នកឲ្យត្រឡប់មកគ្រប់គ្រងជីវិតរបស់ខ្លួនឯងវិញហើយកុំឲ្យវាសនាមួយចំនួនមកនិយាយរួមកុំឲ្យអ្នកដទៃមកគ្រប់គ្រងជីវិតរបស់យើងនិយាយអក្រៃនៅក្នុងនេះវាសនាចាត់ចែងឲ្យយើងជួបរឿងល្អប៉ុន្តែយើងបែរជាបកគោលជីវិតរបស់យើងឲ្យគេគ្រប់គ្រងបកគោលចិត្តបេះដូងរបស់យើងឲ្យអ្នកដែលមិនស័ក្តិសមមកគ្រប់គ្រងអាចបញ្ជាឲ្យយើងខូចចិត្តអាចធ្វើឲ្យយើងសោយអាចធ្វើឲ្យយើងយំវាដល់ពេលវេលាដែលដោះលែងខ្លួនឯងចេញពីរឿងរ៉ាវទាំងអស់នេះហើយណាតើអ្នកឲ្យយល់ស្របអត់ណាបើយល់ស្រប comment ពាក្យអូខេមួយខ្ញុំដឹងផងណាហើយដាក់បេះដូងឲ្យផងនៅក្នុងនេះណា អ
អ្នកខ្លះអាចថាពេលបន្តិចទៀតស្នេហាអាចជួបដោយតំណងសាសនាអ្នកខ្លះអាចថាជីវិតគូទទួលបានអត្ថប្រយោជន៍ដោយសាសនាអ្នកខ្លះអាចថាតំណងដូចគ្នាមិនថាតែសាសនាអ្នកទាំងនេះអាចដោយជំនឿអ្នកខ្លះមានគំនិតដូចគ្នាឬក៏ភាពស្តៀងគ្នាឬក៏ជឿអ្វីមួយដូចគ្នានៅក្នុងនេះគឺអ្នកទាំងនេះអ្នកទាំងអស់គ្នាស្នេហាបន្ទាប់នឹងអាចថាជាមនុស្សម្នាក់ដែលមានភាពស្តៀងអ្នកទាំងនេះឬក៏ដូចអ្នកទាំងនេះច្រើននៅក្នុងនេះបង្ហាញពីគំនិតដែលស្របគ្នាច្រើនណាអញ្ចឹងហើយទើបអ្នកទាំងនេះអាចជួបគេណាអាចជួបមនុស្សដែលគិតថាជាវាសនារបស់ខ្លួនឯងណាវាសុទ្ធសឹងតែជាការរៀបចំរបស់ព្រះជាម្ចាស់ណាវាមិនមែនជារឿងចៃដន្យដែលអ្នកទាំងគ្នាមកជួបនរណាម្នាក់ចៃដន្យទេណារឿងគ្រប់យ៉ាងវាសុទ្ធតែមានហេតុផលរបស់វានិស្ស័យនាំឲ្យអ្នកជួបគ្នាណាឃើញអត់អ្នកទាំងគ្នានៅតែពាក់ព័ន្ធជាមួយនឹងចំណង fate គឺនៅតែពាក់ព័ន្ធជាមួយនឹងការទី1ដែលចេញមកដំបូងបានថាអ្នកទាំងគ្នាស្គាល់គ្នាជាយូរណាស់មកហើយអ្នកខ្លះស្គាល់គ្នាតាំងពីអតីតជាតិដែលខ្ញុំនិយាយថានិស្ស័យឬក៏វាសនារបស់អ្នកទាំងអស់គ្នាជួបគ្នាគឺមិនមែនចៃដន្យទេគឺមានហេតុផលណានៅក្នុងនេះគឺវាអត្តពលអ្នកខ្លះអាចថាមានចំណងខ្សែក្រហមរបស់ក្រហមពីងាយមកហើយណាទើបជួបគ្នាអញ្ចឹងអ្វីមិនមែនជារឿងចៃដន្យទេវាសុទ្ធសឹងតែមានហេតុផលរបស់វាណាហេតុផលរបស់វាសំខាន់បំផុតអញ្ចឹងខ្ញុំទៅមើលបន្តទៀតណាវ៉ាវអ្នកនរគ្នាស្នេហាដែលមកលើក្រោយនេះគឺអ្នកមួយចំនួនខ្ញុំនៅតែនិយាយពាក្យថាលើក្រោយឬក៏ស្នេហាដែលអ្នកជួបនៅពេលនេះទោះបីជាអ្នកនៅ single ឬក៏មិនដែលជួបស្នេហាក៏ដោយប៉ុន្តែនៅពេលដែលអ្នកឃើញវីដេអូនេះអាចថានឹងជួបស្នេហាមួយស្នេហាលើកនេះអាចថាជាស្នេហាមួយដែលមានសុវត្ថិភាពសម្រាប់អ្នកនរគ្នាដើម្បីឆ្លាញ់បានទទួលយកបានអញ្ចឹងណាសម្រាប់អ្នកខ្លះប៉ុន្តែត្រូវបើកចិត្តបេះដូងចេះផ្ដល់ឲ្យចេះទទួលយកណាព្រោះនៅក្នុងនេះឃើញមានធម៌ពលដ៏រឹងមាំខ្លាំងមែនទែនណាដូចខ្ញុំនិយាយចឹងគឺវាពីចក្រវាលហើយពីវាសនាមកទៀតណាពីអាទិទេពប៉ុន្តែអ្វីដែលសំខាន់ត្រូវគិតដោយហេតុផលព្រោះនៅក្នុងរឿងរ៉ាវភាគច្រើនអ្នកនរគ្នាអ្វីក៏ដោយគឺស្ថិតនៅលើការពិចារណារបស់យើងមិនថាយើងជឿអ្វីក៏ដោយទេណាស្នេហាមិនថាយ៉ាងណាយើងចង់រងចាំនរណាម្នាក់ឬអត់ណាយើងត្រូវចេះដោះលែងខ្លួនឯងអាចថាអ្នកនរពេលបន្តិចទៀតអ្នកនរអាចជួបដៃគូជីវិតតាមរយៈការងារឬក៏មិត្តភក្តិណែនាំណាតាមរយៈការងារឬក៏មិត្តភក្តិណែនាំនៅក្នុងនេះអ្នកមួយចំនួនណាមនុស្សក្បែរខ្លួនអាចថាមនុស្សក្បែរខ្លួនវ៉ាវអ្នកនរ past life relationship នៅតែដូចខ្ញុំនិយាយចឹងវាមិនមែនចៃដន្យណាកាលពីមុនខ្ញុំបានប្រាប់ថាការទី1អាចមានតំណែងជាមួយគ្នាយូរណាស់ហើយនេះគឺជាពាក់ព័ន្ធជាមួយនឹងជីវិតពីអតីតជាតិណាហើយវាអាចថាជាស្នេហាមួយដែលដឹកនាំដល់ព្រះជាម្ចាស់ឲ្យដដែលណានៅក្នុងការនេះមកហើយមកទៀតដោយសារតែអ្នកនរតែងតែបួងសួងហើយឥឡូវនេះទេវតាបានលឺហើយបានបញ្ជាក់ដោយត្រង់ក្នុងការជួយអ្នកនរនាំយកស្នេហាអ្នកនរឲ្យជួបគ្នាវ៉ាវការនេះគឺ perfect មែនទែន perfect ខ្លាំងហ្មងសម្រាប់អ្នកមួយចំនួនអូខេឥឡូវខ្ញុំទៅមើលពាក់ព័ន្ធជាមួយការសូនមេតបន្តិចមើលថាតើម្នាក់នេះជាមនុស្សអ្វីហើយជាតារានិករអ្វីវ៉ាវអាចថាមនុស្សម្នាក់នេះគឺមានគំនិតគិតពីអនាគតវែងឆ្ងាយដោយការខាងលើបាននិយាយចឹងគឺគេចង់ផ្ដល់ឲ្យក្នុងរយៈពេលវែងអាចជាស្នេហាដ៏រឹងមាំរហូតដល់អនាគតនៅក្នុងនេះគឺពាក់ព័ន្ធជាមួយនឹង Taurus Virgo Capricorn ណាអាចជាមនុស្សដែលរឹងមាំខ្លាំងមែនទែនណាទាំងគំនិតណាហើយអាចថាគេជាមនុស្សដែលជំនះមនុស្សដែលច្បាស់លាស់ទៅលើផ្លូវដើរជីវិតរបស់ខ្លួនគេជាមនុស្សដែលជោគជ័យនៅក្នុងជីវិតច្រើនណាមិនថាអ្នកនរចង់ធ្វើអ្វីទេមនុស្សម្នាក់នេះអាចថាផ្ដល់ឲ្យអ្នកនរស័ក្តិសមនឹងទទួលវ៉ាវខ្ញុំខាប់ទៀតណាអ្នកនរមនុស្សម្នាក់នេះអាចថាមិនសូវម៉ត់កនៅស្ងប់ស្ងាត់ប៉ុន្តែចិត្តរបស់គេអារម្មណ៍របស់គេគឺជ្រាលជ្រៅក្នុងចិត្តក្នុងបេះដូងរបស់គេគឺគិតហ
ហើយសង្កេតមើលទៀតណាមនុស្សម្នាក់ហ្នឹងគឺយកចិត្តទុកដាក់ខ្លាំងមែនតើអាចថាគេមិនបង្ហាញចេញតាមរយៈពាក្យសម្ដីឲ្យចេញមកទេគឺគេតែងតែសង្កេតមើលនៅក្នុងនេះអ្នកនរគ្នាអាចថាមនុស្សដែលធ្លាប់ជួបហើយនឹងឬក៏និស្ស័យដែលនាំមកហ្នឹងជាមនុស្សម្នាក់ដែលជំនះរាល់ឧបសគ្គប៉ុន្តែគេមានភាពច្បាស់លាស់ហើយគេជឿជាក់ជាមនុស្សដែលចាស់ទុំចិត្តកំណត់ទៀតណាមនុស្សម្នាក់ហ្នឹងគឺចាស់ទុំចិត្តកំណត់អាចថាជា Cancer Scorpio Pisces នៅក្នុងនេះវាមាន Tauro Virgo Capricorn ហើយក៏មាន Cancer Scorpio Pisces វាអាចថាជា Sun Moon Rising នៅក្នុងហ្នឹងណាជា Sun Moon នៅ Rising នៅក្នុងចំណោមនឹងក៏ថាបានប៉ុន្តែអ្នកនរភាគច្រើនគឺ Sun Moon Rising វាមិនចាំបាច់តតែ Sun Moon Rising ក្នុងហ្នឹងទេព្រោះអីវាអាចបង្ហាញពីសកម្មភាពរបស់គេគឺបង្ហាញតាមរយៈគំនិតរបស់គេគឺគិតទៅក្នុងអនាគតជាមួយអ្នកនរគ្នាទោះបីជាមិនមែន Sun Moon Rising នៅក្នុងហ្នឹងក៏ដោយប៉ុន្តែគំនិតរបស់គេគឺរឹងមាំហើយជាមនុស្សដែលស្រឡាញ់ឆាច្បាស់លាស់មានគោលដៅច្បាស់លាស់ជាមនុស្សដែលមានស្រឡាញ់អារម្មណ៍ជ្រាលជ្រៅខ្លាំងនៅក្នុងនេះវាបង្ហាញពីសកម្មភាពច្រើនទោះបីមិនមែន Sun Moon Rising នៅក្នុងហ្នឹងក៏ដោយណាអាចថាគេឃើញពីអ្នកអង្គធ្លាប់ឆ្លងកាត់ការឈឺចាប់អ្នកមួយចំនួនណាអាចថាមនុស្សម្នាក់នឹងធ្លាប់ឃើញពីភាពឈឺចាប់របស់អ្នកឃើញទុកសោករបស់អ្នកនរគ្នាគេយល់គេមើលដោយស្ងាត់ណាមនុស្សម្នាក់នឹងអាចដឹងពីអារម្មណ៍របស់អ្នកគ្នាទោះបីគេមិននិយាយចេញក៏ដោយណាឬក៏គេខ្លួនឯងធ្លាប់ឆ្លងកាត់ការបែកបាក់ការសោកស្ដាយដូច្នេះហើយគេយល់ពីអារម្មណ៍របស់អ្នកនរគ្នាហើយអ្វីគឺគេចង់ឲ្យប្រសើរដូចនិយាយរំគឺដូចជាការភ្ញាក់រលឹកមួយដ៏ច្បាស់លាស់អញ្ចឹងណានៅក្នុងនេះមិនមែនតែតារាករនេះទេគឺមានជាមណាលីប្រាគ្រីសទៀតណាហើយណាវាអាចថាអ្នកនរគ្នានៅក្នុងនេះវាមានទាំងអស់គឺ Aries Leo Sagittarius ទៀតណាហើយអ្វីដែលសំខាន់គឺធម៌ពលរបស់គេគឺធាតុភ្លើងនៅក្នុងនេះដែលភ្ញាក់រលឹកវាមិនចាំបាច់ជាដូចខ្ញុំនិយាយចឹងមិនចាំបាច់តែ Sun Moon Rising ក្នុងហ្នឹងទេវាជាសកម្មភាពភាគច្រើនគឺពាក់ព័ន្ធជាមួយនឹងសកម្មភាពបែរថាមនុស្សម្នាក់ដែលភ្ញាក់រលឹកចេះស្គាល់ពីគុណតម្លៃនៃការឈឺចាប់ស្គាល់តម្លៃនៃភាពស្មោះត្រង់មនុស្សម្នាក់ដែលចង់ផ្ដល់ឲ្យនិយាយរួមគឺវាពាក់ព័ន្ធជាមួយនឹងកាតខាងលើនេះខ្លាំងមែនទែនណាអ្វីដែលគេស្វែងយល់អារម្មណ៍ជ្រាលជ្រៅម្នាក់នេះអាចថាដំណើរមកអាចមកយឺតណាសកម្មភាពរបស់គេអាចថាជារៀងយឺតប៉ុន្តែក្នុងចិត្តគំនិតបេះដូងរបស់គេគឺគិតទៅលើអ្វីដែលគេចង់ផ្ដល់ឲ្យតែខ្លួនអាចថានឹងទទួលបានសារស្នេហាលហៀងហៀងពីនរណាម្នាក់តាមរយៈមិត្តភ័ក្តិឬក៏អ្នកធ្វើការរួមជាមួយគ្នាផ្ដល់ដំណឹងឬក៏បង្ហាញតាមរយៈអញ្ចឹងណាហើយដូចខ្ញុំនិយាយអញ្ចឹងគឺភាគច្រើនគឺអ្នកឲ្យមានអត្តពលជាស្នេហាដែលមាននិស្ស័យនៅក្នុងនេះគឺមាននិស្ស័យណាធម្មតាមាននិស្ស័យទោះបីជាធ្លាប់ជួបនរណាហើយក៏ដោយនៅចុងក្រោយនៅទីបំផុតគង់តែជួបគូពិតប្រាកដរបស់យើងទេណាអញ្ចឹងកុំអស់សង្ឃឹមបើកបេះដូងទទួលយកអ្វីដែលស័ក្តិសមនឹងយើងទៅគឺបានហើយណាអូខេអញ្ចឹងខ្ញុំអស់អីនិយាយអ្នកនរគ្នាហើយបើគិតថាត្រូវក៏ share ចែកម្លែកគិតថាខករំលងណាអរគុណច្រើនបាយបាយ see you